ពេជ្រសង្ហៈអាចនឹងធ្វើរឿងមួយនឹកស្មានមិនដល់នេះសាច់ទៀតហើយសម្រាប់ព្រឹត្តិការណ៍ការប្រកួតដណ្ដើមខ្សែក្រវ៉ាត់មាសរបស់ស្ថានីយទូរទស្សន៍ហងមាស Extreme Cambodia គុនខ្មែរ Fly of the Year 4គ្រឿងក្នុងពេលតែមួយដែលសរុបរង្វាន់ទឹកប្រាក់ចំនួន60លានរៀលពិតណាស់ក្នុងការប្រកួតនោះក៏មានកូនសិស្សរបស់លោកគ្រូឆ្នាំចូលរួមផងដែរប៉ុន្តែគួរដែលគួរចាប់អារម្មណ៍នោះគឺការប្រកួតរវាងកីឡាករពេជ្រសង្ហៈត្រូវប្រកួតជាមួយនឹងកីឡាករមហាម៉ាត់ដែលគូនេះក៏ជាគូសងសឹកផងនិងដណ្ដើមខ្សែក្រវ៉ាត់មាសថ្មីមួយផងក្នុងនោះសម្រាប់លោកគ្រូពេជ្រសុផាន់បានលើកឡើងថាក៏មើងងាយសង្ហៈស្បិចតែធ្លាប់ចាញ់មែនសម្រាប់គូនេះដឹងតែមិនចាប់ទឹកឲ្យសង្ហៈអាចនឹងធ្វើរឿងមួយឲ្យអ្នកគ្រប់គ្រងនឹកស្មានមិនដល់ចំណែកឯមហាម៉ាត់ក៏កំពុងតែវឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតនៅថ្ងៃទី15ខាងមុខនេះផងដែរ